ធ្លាប់តែឃើញគេញ៉ាំជ្រក់ត្រកួនគេលក់ជ្រក់ត្រកួនថ្ងៃនេះមកធ្វើខ្លួនឯងម្ដងចំណាយអត់តែ2000ញ៉ាំមុនដំបូងយើងយកត្រកួនរបស់យើងទៅច្របាច់អំបិលសិនហើយគ្រឿងផ្សំរបស់យើងគឺមានខ្ទឹមសម្ទេសជាមួយនឹងគល់ស្លឹកគ្រៃហើយដូចជាក្រូចឆ្មាបន្ទាប់មកទៀតយើងយកគ្រឿងផ្សំរបស់យើងទាំងអស់ហ្នឹងដាក់ចូលទៅក្នុងចានក៏បានចណ្ដែកក៏បានកធុនក៏បានអីក៏បានខ្មាំងក៏បានអីក៏បានដែរឲ្យតែបងប្អូនអាចថាវាទំហំធំល្មមអាចយកមកដាក់ចូលគ្នាដើម្បីច្របល់បានបន្ទាប់មកថែមគ្រឿងទេសដែលយើងធ្លាប់ថែមរហដងហ្នឹងមានស្ករអំបិលប៊ីចេងទាំងអស់ហ្នឹងយើងដាក់ចូលមកសំល្មមដោយសារតែត្រកួនរបស់យើងច្របាច់អំបិលរៀងប្រៃអញ្ចឹងសម្រាប់ទឹកត្រីគឺយើងប្រើតែបន្តិចបានហើយយើងអត់ថែមជាមួយនឹងអំបិលបន្ថែមទៀតទេបងប្អូនទាំងអស់គ្នាបន្ទាប់មកទៀតយើងច្របាច់វាឲ្យសព្វអញ្ចឹងមក2000 years later យើងនៅតែបន្តច្របាច់ច្របល់វាឲ្យចូលជាតិខ្ទង់ប្រហែលជា1នាទី2នាទីដែរបងប្អូនទាំងអស់គ្នាបន្ទាប់វាសព្វហើយយើងយកវាទៅដាក់នៅក្នុងប្រអប់មួយហើយទុកនៅក្នុងទូទឹកកករបស់យើងប្រហែលជា5-10នាទីយើងអាចយកមកញ៉ាំបានហើយបងប្អូនទាំងអស់គ្នាហើយនេះគឺជារីសាលជ្រក់ត្រកួនធម្មជាតិរបស់យើងគឺចំណាយអស់តែ2000ទេបងប្អូនទាំងអស់គ្នាឆ្ងាញ់ខ្លាំងមែនតើ